បងប្អូនអរគ្នាសម្រាប់វីដេអូមួយនេះតែ18 view ទេបងប្អូនអរគ្នាអញ្ចឹងខ្ញុំនឹងធ្វើការបិទ TikTok បាទ refresh TikTok របស់ខ្ញុំតើវាឡើងបានប៉ុន្មាន view ហើយបាទឥឡូវយើងចូល TikTok របស់យើងសាថ្មីបាទយើង refresh វាហើយយើងចូលសាថ្មីមកតើវាឡើងបានប៉ុន្មាន view ហើយបងប្អូនអរគ្នាអញ្ចឹងបងប្អូនដែលមានតម្រូវការក្នុងការទៅឡើង view លើ TikTok គឺបងប្អូនអាចធ្វើតាមវិធីនេះបានបងប្អូនអរគ្នាអញ្ចឹងយើងចូលមកកាន់ TikTok របស់យើងមកនេះបងប្អូនអរគ្នាគឺឡើងបាន 213k បាទគឺឡើងលឿនមែនទែនបងប្អូនអរគ្នាបាទគឺមក play ទេបងប្អូនអរគ្នាគឺឡើងបាន 213k សម្រាប់បងប្អូនដែលចង់ធ្វើការទៅឡើងជាមួយនឹង view TikTok បងប្អូនអញ្ចឹងយើងចូលមកកាន់វីដេអូរបស់យើងមកបងប្អូនបាទវីដេអូមួយណាដែលចង់ធ្វើការទៅឡើងអញ្ចឹងហើយយើងចុច line 3នេះមកបាទ 3ហ្នឹងមកអញ្ចឹងបងប្អូននឹងឃើញពីថា copy link បាទយើងចូល line copy link មកបាទបន្ទាប់មកគឺយើងចូលមកកាន់ khbooster.com គឺបងប្អូនចូលមកកាន់ website khbooster.com បាទអញ្ចឹងនៅក្នុងនោះវាមាន tool ជាច្រើនបាទ service ជាច្រើនដើម្បីឲ្យយើងធ្វើការទៅឡើងមានទាំង TikTok Facebook YouTube អីហ្នឹងបាទយើងយក TikTok ឡើងហ្នឹងមកអញ្ចឹងយើងឃើញ category អញ្ចឹងយើងជ្រើសរើសយក TikTok video view បាទ make unlimit ហ្នឹងមកបងប្អូនបាទបន្តមកទៀតគឺយើងចូលឡើង service នេះគឺយើងយក TikTok video view បងប្អូនអ្នកគ្នាបាទហើយបន្តមកទៀតគឺកន្លែងនេះគេដាក់ថា copy link បាទ copy link វីដេអូបានត្រឹមត្រូវមកហើយយើង pass link ដែលយើងបានធ្វើការ copy មិញហ្នឹងបាទបន្តមកទៀតគឺយើងធ្វើការដាក់ line quantity នេះគឺចំនួន100k បាទ 100k view ហ្មងបងប្អូនបាទ 100k សម្រាប់បងប្អូនចង់ទៅឡើងបានឡើងទៅបាទអញ្ចឹង 100k view ហ្នឹងគឺបងប្អូនមើល like total charge នេះគឺ$1.20សេនបាទ$1.20សេនតមកទៀតគឺយើងចុច submit បាទអាហ្នឹងតែចុច2ដងវាចូល 200k បាទឥឡូវខ្ញុំចុចបានចុច2ដងអញ្ចឹងយើងច្រឡំដែរចុច2ដងអញ្ចឹងវាឡើងបាន 200k ហើយបាទអញ្ចឹងវាកំពុងតែ processing បងប្អូនអ្នកគ្នាបាទគឺយើងបានធ្វើការទៅឡើង view ហើយណាអញ្ចឹងសូមបញ្ជាក់បងប្អូនកន្លែងនេះតិចយើងទៅឡើង view ឡើងតែ view ទេអញ្ចឹងយើងធ្វើការទៅឡើងជាមួយនឹង like មួយទៀតបងប្អូនយើងធ្វើការទៅឡើងបេះដូងអញ្ចឹងយក TikTok like បូក view នឹងឯងបាទយើងធ្វើការទៅឡើងបេះដូងយើងចូល like បូក view ហើយអានឹងដូចគ្នា service បាទជ្រើសយកកន្លែងហ្នឹងមកហើយយើងធ្វើការ pass link ដូច step មុនហ្នឹងដូចគ្នាបាទ link ដដែលហើយយើងធ្វើការ quantity នេះគឺយើងដាក់ចំនួន5000មកបាទ5000បេះដូងបាទ5000បេះដូងហ្នឹងតើតម្លៃប៉ុន្មានគឺទូថ្លៃមែនតើតែ$2.3សេនទេបាទហើយយើងចុច submit មកបងប្អូនគ្នាគ្រាន់តែចុច submit មកគឺអូខេតែប៉ុណ្្នឹងបាទគឺយើងបានធ្វើការទៅឡើងហើយមិនយូរទេបងប្អូនគ្នាសម្រាប់ CV ដែលខ្ញុំធ្វើការ recommend ហ្នឹងហើយបងប្អូនអាចធ្វើការ test ជាមួយនឹង CV មួយតើវាតើ profile បងប្អូនត្រូវនឹង CV មួយណាទៀតអញ្ចឹងណាបាទអញ្ចឹងយើងបានធ្វើការទៅឡើងហើយអញ្ចឹងតើតទៅនឹងការដាក់ប្រាក់ចូលដើម្បីយើងធ្វើការទិញចំនួនទាំងអស់ហ្នឹងបាទ order បានគឺយើងចូល deposit នេះមកហើយកន្លែង amount នេះគឺយើងដាក់$5ហើយយើងអាចធ្វើការបាញ់តាមយក QR code ឬក៏ FA Wing ACDA ហ្នឹងបាទគឺយើងអាចធ្វើការដាក់លុយបានបាទអញ្ចឹងយើងគ្រាន់តែបាញ់មកគឺអូខេបងប្អូននេះបាទ